នេះគឺជាវីដេអូបង្រៀនពីការប្រើប្រាស់របស់កាមេរ៉ាសុវត្ថិភាព ACV A8C Pro ជំហានដំបូងអ្នកនរគ្នាត្រូវ download ជាមួយនឹងកម្មវិធី ACV ដែលមាននៅលើ App Store និង Play Store អញ្ចឹងបន្ទាប់ពីអ្នកនរគ្នា download ជាមួយនឹងកម្មវិធីនេះរួចអ្នកនរគ្នាត្រូវបង្កើត account ជាមុនសិនហើយវិធីបង្កើត account ថ្មីអ្នកនរគ្នាត្រូវចូល create new account ហើយយើងចង់បង្កើតជាមួយលេខទូរស័ព្ទដៃរបស់យើងក៏បានបង្កើតជាមួយនឹង email ក៏បានហើយវិធីបង្កើតជាមួយនឹង email អ្នកនរគ្នាត្រូវវាបញ្ចូលជាមួយនឹង email របស់អ្នកនរគ្នារួចអ្នកនរគ្នាត្រូវបង្កើតជាមួយនឹងលេខកូដថ្មីដែលមានចាប់ពី8ខ្ទង់រហូតដល់ទៅ16ខ្ទង់ហើយនឹងត្រូវលាយឡំជាមួយនឹងអក្សរធំអក្សរទូចចំនួនលេខនិង symbol ជាដើមអញ្ចឹងបន្ទាប់ពីបានបំពេញលក្ខខណ្ឌត្រឹមត្រូវបានទាំងអស់វានឹងលោតសញ្ញាគ្រីទៅលើប្រអប់ទាំងពីរនេះតែម្ដងរួចចុចសញ្ញាគ្រីនៅប្រអប់ខាងក្រោមនេះហើយចុចពាក្យ continue ហើយធ្វើការ verify បន្ទាប់មកអ្នកនរគ្នានឹងទទួលបានជាមួយនឹងសារលេខកូដចេញពី email របស់អ្នកនរគ្នារួចធ្វើការបំពេញជាមួយនឹងលេខកូដនោះហើយចុចទៅលើពាក្យ skip គឺជាការស្រេចហើយនេះគឺជាវិធីដែលយើងធ្វើការបង្កើត account ជាមួយនឹងលេខទូរស័ព្ទរបស់យើងដោយអ្នកនរគ្នាចុចទៅលើ icon ទូរស័ព្ទធ្វើការវាបញ្ចូលជាមួយនឹងលេខទូរស័ព្ទដៃរបស់យើងឬ password វិញគឺមានលក្ខខណ្ឌដូចទៅនឹង email ដែរបន្ទាប់មកចុចគ្រីទៅលើប្រអប់ខាងក្រោមហើយចុចពាក្យ continue រួចយើងធ្វើការ verify រងចាំបន្តិចគឺវានឹងធ្វើការផ្ញើសារមកកាន់ទូរស័ព្ទដៃរបស់យើងបន្ទាប់មកវាបញ្ចូលលេខកូដដែលយើងបានទទួលចុចពាក្យថា skip គឺជាការស្រេចអញ្ចឹងជំហានដំបូងយើងត្រូវធ្វើការដោះសន្ទះកាមេរ៉ាខាងក្រោមសិនដើម្បីធ្វើការដាក់ memory ចូលដូច្នេះហើយអ្នកនរគ្នានឹងឃើញជាមួយនឹង run dot memory ហើយចំពោះការដាក់ memory គឺយើងត្រូវដាក់ memory បែបនេះហើយយើងត្រូវបិទសន្ទះកាមេរ៉ាមកវិញហើយចំពោះខ្សែទាំងពីរនេះគឺមានមួយជាខ្សែ network និងមួយទៀតគឺជាដូចដុតភ្លើងអញ្ចឹងគឺយើងត្រូវដុតដូចវាដែលដូចនោះគឺមាននៅក្នុងប្រអប់ស្រាប់ហើយរងចាំវាបន្តិចដើម្បីវាដំណើរការហើយចំពោះ QR code វិញគឺយើងអាចស្វែងរកបាននៅក្រោមសន្ទះមួយនេះហើយនៅខាងគៀនកាមេរ៉ានេះគឺអ្នកនរគ្នានឹងឃើញកន្លឹះសងខាងតែម្ដងអញ្ចឹងគឺគ្រាន់តែយើងច្បាច់កន្លឹះនេះទាំងសងខាងទៅគឺយើងអាចធ្វើការដោះស្ទះនឹងបានហើយដូច្នេះអ្នកនរគ្នានឹងឃើញជាមួយនឹង QR code មុននឹងធ្វើការ add កាមេរ៉ារបស់យើងចូលទៅកាន់ទូរស័ព្ទដៃអ្នកនរគ្នាត្រូវប្រកាសថាអ្នកនរគ្នាបានភ្ជាប់ជាមួយនឹង Wi-Fi ហើយបានបើកជាមួយនឹង Bluetooth ហើយនៅក្នុង app របស់យើងវិញអ្នកនរគ្នាចុចទៅលើសញ្ញាបូកខាងលើហើយជ្រើសរើសយកពាក្យ scan QR code រួចចុចសញ្ញាគ្រីទៅលើ device is power on រួចចុចទៅលើ next ចុចទៅលើពាក្យថា start ដាក់សញ្ញាគ្រីចុចមកកាន់ next step ធ្វើការជ្រើសរើសជាមួយនឹង Wi-Fi របស់យើងហើយធ្វើការវាបញ្ចូលជាមួយនឹងលេខកូដ Wi-Fi របស់យើងហើយរងចាំបន្តិចដើម្បីវាដំណើរការហើយចុចទៅលើពាក្យ next ហើយចុចទៅលើប៊ូតុងត្រឡប់ថយក្រោយនៅខាងលើដើម្បីជៀសវាងពីការដាក់ password ហើយចុចទៅលើឈ្មោះទីតាំងណាមួយដែលអ្នកនរគ្នាបានធ្វើការដំឡើងហើយចុចទៅលើប៊ូតុង next ដូច្នេះអ្នកនរគ្នាបានធ្វើការ add កាមេរ៉ាចូលទៅកាន់ទូរស័ព្ទដៃរបស់យើងបានដោយជោគជ័យចំពោះរូបកាមេរ៉ាទី1ខាងក្រោមនេះគឺជាមុខងារ snapshot ដែលវានឹងថតយករូបភាពចេញពីកាមេរ៉ារបស់យើងហើយកាមេរ៉ាទី2នេះគឺជាមុខងារ record ដែលវានឹង record យកសកម្មភាពចេញពីកាមេរ៉ារបស់យើងហើយចំពោះមុខងារទី3នេះគឺជាមុខងារបង្វិលដែលយើងអាចធ្វើការបង្វិល lens កាមេរ៉ាបាន360ដឺក្រេនោះហើយចំពោះមុខងាររូប microphone នេះគឺយើងអាចធ្វើការនិយាយឆ្លងឆ្លើយគ្នាចេញពីកាមេរ៉ាមកកាន់ទូរស័ព្ទដៃរបស់យើងហើយចំពោះមុខងារ definition នេះគឺយើងអាចធ្វើការផ្លាស់ប្ដូរគម្រោងរូបភាពរបស់វាដែលយើងអាចធ្វើការទម្លាក់តម្លើងតាមការចង់បានបន្ទាប់មកយើងចូលមកកាន់មុខងារ sleep mode ដែលមុខងារនេះគឺវានឹងធ្វើការផ្អាកថតភ្លាមៗដើម្បីរក្សាឯកជនភាពរបស់យើងមុខងារបន្តគឺជាមុខងារ auto patrol ដែលមុខងារនេះគឺវានឹងធ្វើការល្បាតមើលសកម្មភាពជុំវិញដោយខ្លួនឯងតែម្ដងហើយចំពោះមុខងារ360 degree picture វិញគឺវានឹងថតយករូបភាពជុំវិញខ្លួនដែលជាប្រភេទរូបភាព360 degree ហើយទៅលើមុខងាររូបកណ្ដឹងនេះគឺវានឹងលោតជាសំឡេងសារ៉ែនហើយចំពោះមុខងាររូប7នេះគឺវានឹងបាញ់អំពូល spotlight ភ្លាមៗតែម្ដងហើយត្រង់កន្លែងនេះដែរយើងក៏អាចធ្វើការមើលវីដេអូសារឡើងវិញហើយក៏មានថ្ងៃខែដែលយើងអាចធ្វើការជ្រើសរើសបានផងដែរបន្ទាប់មកទៀតនៅពេលអ្នកនរគ្នាចូលមកកាន់ setting នៅខាងលើបន្ទាប់មកយើងចូលមកកាន់មុខងារ intelligent detection ដូច្នេះយើងនឹងឃើញជាមួយនឹងមុខងារ human shape detection ដែលជាមុខងារចាប់សកម្មភាពមនុស្សនិង image changing detection ជាពិសេស vehicle detection ដែលអាចចាប់សម្គាល់ពីរថយន្តហើយដើម្បីជ្រើសរើសទៅលើការប្រើប្រាស់មុខងារណាមួយគឺយើងចុចទៅលើពាក្យ apply ហើយទៅលើមុខងារនីមួយៗគឺយើងអាចធ្វើការកំណត់ប្រើប្រាស់បានផងដែរដែលយើងអាចធ្វើការបិទឬក៏បើកហើយទៅលើ detection area វិញគឺយើងអាចធ្វើការកំណត់ zoom ដែលធ្វើឲ្យកាមេរ៉ានេះចាប់សកម្មភាពនៅក្នុង zoom តែប៉ុណ្ណោះហ
ហើយចូលមកកាន់មុខងារ detection sensitivity ដែលមុខងារនេះដែរគឺយើងអាចធ្វើការកំណត់ទៅលើកម្រិតការចាប់របស់វាដែលយើងអាចកំណត់កម្រិតឲ្យវាចាប់បានខ្សោយជាងមុនចាប់ធម្មតានិងកម្រិតចាប់ខ្ពស់ជាងមុនបន្ទាប់មកគឺជាមុខងារ vehicle detection ចំពោះមុខងារនេះដែរគឺយើងអាចធ្វើការបិទឬក៏បើកដូចគ្នាហើយយើងអាចធ្វើការកំណត់ zoom ទៅលើការចាប់រថយន្តហើយយើងអាចធ្វើការកំណត់ទៅលើកម្រិតចាប់របស់វាបានផងដែរហើយចំពោះមុខងារ image chain detection វិញគឺយើងអាចធ្វើការបិទឬក៏បើកដូចគ្នាហើយយើងក៏អាចធ្វើការកំណត់ zoom ទៅលើសកម្មភាពដែលបានផ្លាស់ទីហើយយើងអាចធ្វើការកំណត់ទៅលើកម្រិតចាប់របស់វាបានផងដែរបន្ទាប់មកចូលមកកាន់មុខងារ message notification នៅពេលដែលយើងចុចទៅលើ receive device message បានន័យថាយើងនឹងទទួលបានសារនៅពេលដែលវាចាប់បានសកម្មភាពទាំងអស់នេះហើយចំពោះមុខងារខាងក្រោមនេះគឺជាការបើកឲ្យផ្ញើសារនៅពេលដែលវាចាប់បានសកម្មភាពទាំងអស់នេះឧទាហរណ៍នៅពេលដែលយើងបិទជាមួយមុខងារ vehicle detection បានន័យថានៅពេលដែលវាចាប់បានសកម្មភាពរថយន្តគឺវានឹងផ្ញើសារមកកាន់យើងនោះទេហើយចំពោះមុខងារ device message interval នេះគឺជាមុខងារដែលយើងអាចធ្វើការកំណត់ទៅលើពេលវេលារកការទទួលសារបានម្ដងដែលយើងអាចធ្វើការទទួលសាររៀងរាល់1នាទីម្ដងឬក៏រហូតដល់30នាទីម្ដងឯណោះហើយចំពោះមុខងារ device reminder plan នេះគឺជាមុខងារកំណត់ពេលវេលាក្នុងការទទួលសារដែលយើងអាចបើកទទួលសារគ្រប់ពេលវេលាជាពិសេសអាចធ្វើការ customize ទៅលើពេលវេលាណាមួយជាក់ស្ដែងដូចជាអាចបើកពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យហើយនឹងមានពេលវេលាចាប់ផ្ដើមនិងពេលវេលាបញ្ចប់បន្ទាប់មកចូលមកកាន់មុខងារ audio setting ចំពោះមុខងារ reminder sound for detectionគឺជាមុខងារបន្លឺសំឡេងរបស់កាមេរ៉ានៅពេលដែល AI របស់កាមេរ៉ានេះចាប់បានសកម្មភាពនីមួយៗដែលមានដូចជា human shade detection, image shade detection និង vehicle detection ជាដើមនៅពេលដែលយើងចុចលើមុខងារ intensive គឺកាមេរ៉ារបស់យើងនឹងលុតជាសរ៉ែមភ្លាមនៅពេលដែលវាចាប់បានសកម្មភាពមនុស្សនៅក្នុង AI human shade detection ហើយចំពោះ soft នេះវិញគឺវាគ្រាន់តែលើសំឡេងទាបមួយតែប៉ុណ្ណោះហើយចំពោះ custom sound វិញគឺយើងអាចធ្វើការបញ្ចូលសំឡេងរបស់យើងចូលទៅកាន់កាមេរ៉ាហើយទៅលើការប្រើប្រាស់របស់ AI ផ្សេងទៀតក៏ដូចគ្នាដែរហើយចំពោះមុខងារ audio នេះអ្នកទាំងគ្នាចាំបាច់ត្រូវតែបើកដើម្បីឲ្យកាមេរ៉ារបស់យើងចាប់នៅសំឡេងបន្ទាប់មកចូលមកកាន់មុខងារ image setting នៅពេលដែលយើងបើកជាមួយនឹងមុខងារ WDR នោះវានឹងធ្វើឲ្យ background របស់យើងភ្លឺជាងមុនហើយចំពោះ image style វិញចំពោះ original គឺជាពណ៌ធម្មតាហើយចំពោះ soft វិញគឺវានឹងធ្វើឲ្យ color video មានភាពស្រាលជាងមុនហើយចំពោះ vivid វិញគឺវានឹងធ្វើឲ្យរូបភាពមានភាពដិតពណ៌ជាងមុនបន្ទាប់មកចូលមកកាន់មុខងារ black white night visionនៅពេលដែលយើងចុចមកកាន់ auto recommend គឺវានឹងធ្វើការផ្លាស់ប្ដូរមុខងារមើលពេលយប់ដែលស្វ័យប្រវត្តិហើយយើងក៏ធ្វើការផ្លាស់ប្ដូរជាមួយកម្រិតពន្លឺរបស់វាបានផងដែរហើយទៅលើមុខងារ enforcing day mode គឺវានឹងធ្វើការបិទជាមួយនឹងមុខងារ IR មើលពេលយប់ហើយចំពោះមុខងារ color night vision វិញគឺវានឹងមើលជា color នៅពេលយប់ហើយយើងក៏ធ្វើការផ្លាស់ប្ដូរជាមួយកម្រិតពន្លឺរបស់វាបានផងដែរបន្ទាប់មកគឺជាមុខងារ smart night vision មុខងារនេះគឺមានន័យថានៅពេលដែលវាចាប់បានសកម្មភាពមនុស្សគឺវានឹងធ្វើការផ្លាស់ប្ដូរពីសខ្មៅទៅកាន់ color ភ្លាមតែម្ដងហើយយើងក៏ធ្វើការផ្លាស់ប្ដូរជាមួយកម្រិតពន្លឺរបស់វាបានផងដែរចំពោះមុខងារ IR light នេះវិញគឺយើងអាចបើកឲ្យមុខងារមើលសខ្មៅនៅពេលយប់ដំណើរការហើយទៅលើ light notification នេះវិញនៅពេលដែលវាចាប់បានសកម្មភាពអំពូលភ្លើងរបស់កាមេរ៉ានឹងលោតដូចជាផ្លាស់ចឹងហើយទៅលើមុខងារ red blue light reminder នៅពេលដែលវាចាប់បានសកម្មភាពមនុស្សគឺវានឹងធ្វើការបាញ់ជាមួយនឹងអំពូលភ្លើងខៀវក្រហមភ្លាមតែម្ដងបន្ទាប់មកចូលមកកាន់ PT setting នៅពេលដែលយើងចូលមកកាន់មុខងារ tracking ហើយបើកជាមួយមុខងារ auto zoom tracking គឺកាមេរ៉ារបស់យើងធ្វើការ zoom ទៅកាន់សកម្មភាពមនុស្សភ្លាមហើយទៅលើ fixed view នេះបានន័យថាកាមេរ៉ារបស់យើងគឺមិនងាករាយតាមសកម្មភាពមនុស្សនោះទេហើយនៅពេលដែលយើងបើកជាមួយមុខងារ flexible view បូកជាមួយនឹង human shape detection នោះកាមេរ៉ារបស់យើងនឹងធ្វើការងាករាយតាមសកម្មភាពមនុស្សបានរហូតដល់360 degree ឯណោះបន្ទាប់មកចូលមកកាន់មុខងារ record list ចំពោះមុខងារ event recording នេះគឺនៅពេលដែលវាចាប់បានសកម្មភាពទើបវារក្សាវីដេអូទុកហើយចំពោះមុខងារ 24 hour recording នេះគឺវានឹងធ្វើការថត24ម៉ោងតែម្ដងហើយទៅលើមុខងារ smart compression នេះវិញគឺវានឹងធ្វើការ save ទុក memory របស់យើងបានកាន់តែយូរជាងមុនដោយពុំមានការទម្លាក់កម្រិតរូបភាពមួយវិញទៀតបើសិនជាអ្នកទាំងគ្នាចង់ផ្លាស់ប្ដូរជាមួយនឹង Wi-Fiចឹងអ្នកទាំងគ្នាចូលមកកាន់ network setting រួចចុចមកកាន់ Wi-Fi ចុចទៅលើពាក្យ start ចុចគ្រីក្នុងប្រអប់រួចចុច next step គឺវានឹងធ្វើការ scan រកជាមួយនឹង Wi-Fi ដែលនៅជិតនោះដូច្នេះអ្នកទាំងគ្នានឹងឃើញជាមួយនឹង Wi-Fi ដែលអ្នកទាំងគ្នាចង់ភ្ជាប់ចំពោះករណីបើសិនជាកាមេរ៉ារបស់អ្នកទាំងគ្នាមានការ error អ្វីមួយចឹងអ្នកទាំងគ្នាចុចចូលមកកាន់ពាក្យ restart device រួចចាំវាមួយផ្លែគឺវានឹងធ្វើការដំណើរការឡើងវិញមួយវិញទៀតបើសិនជាក្នុងករណីកាមេរ៉ារបស់អ្នកទាំងគ្នាលូតពី offline ដូច្នេះយើងត្រូវចុចទៅលើ tray 3ខាងក្រោមចុចទៅលើពាក្យ device setting
ចុចទៅលើពាក្យ delete device ចុចទៅលើពាក្យ OK អញ្ចឹងហើយកាមេរ៉ារបស់យើងគឺនឹងត្រូវបានលុបចេញហើយដើម្បីដំណើរការវាឡើងវិញគឺគ្រាន់តែយើង scan ជាមួយនឹង QR code របស់វាឡើងវិញទៅដូច្នេះកាមេរ៉ារបស់យើងនឹងដំណើរការវិញធម្មតា